ចំណុចទី6លំដាប់នៃប្រមាណវិធី6.1ប្រមាណវិធីមានតែវិធីបូកនិងវិធីដកតោះឥឡូវយើងមើលឧទាហរណ៍អញ្ចឹងឧទាហរណ៍ក30បូក17ដក20អញ្ចឹងលេខបែបនេះតើគេត្រូវធ្វើប្រមាណវិធីពីណាទៅមុនតើយើងត្រូវធ្វើពីស្ដាំទៅឆ្វេងឬក៏ត្រូវធ្វើពីឆ្វេងទៅស្ដាំឯណាឆ្វេងណាស្ដាំអញ្ចឹងឈើបែបនេះគឺខាងនេះស្ដាំខាងនេះឆ្វេងអញ្ចឹងខាងនេះហៅឆ្វេងខាងនោះហៅស្ដាំអញ្ចឹងយើងអង្គុយបែរទៅណាឆ្វេងស្ដាំខាងនោះហើយណាតើអញ្ចឹងត្រូវធ្វើ30បូក17មុនអញ្ចឹង30បូក17ស្មើអីគេ47នៅសល់អីគេសល់ដក20ស្មើទៀត47ដក20នៅសល់អីគេនៅសល់25 តទៀត21ដក7បូក3ដូចគ្នាដែរគឺយើងត្រូវធ្វើប្រមាណវិធីពីឆ្វេងទៅស្ដាំ21ដក7នៅសល់នៅសល់14សញ្ញាយកតាម21ណានៅសល់អីគេនៅសល់បូក3បូកថែមឲ្យ3ស្មើ14បូក3ដល់5 17មួយទៀតកើ8ដក14បូកឲ្យដក5អញ្ចឹងស្មើអញ្ចឹងយើងយក8ដកឲ្យ14អញ្ចឹងសញ្ញាត្រូវយកតាមអីគេសញ្ញាត្រូវយកតាមដក14ព្រោះ14ធំជាង8ហើយ14នោះមានសញ្ញាដកទៀតអញ្ចឹងយើងបានអីគេដកចម្លើយវាបានដកណា14ដក8នៅសល់អីគេនៅសល់6គុណសញ្ញាចូលបូកគុណឲ្យដកអញ្ចឹងយើងគុណសញ្ញាមកញោមសញ្ញាផ្ទុយគ្នាហ្មងបូកគុណឲ្យដកបានដកសញ្ញាផ្ទុយគ្នាដកអីដក5អានេះទៀតដកនិងដកមិនមែនគុណសញ្ញាទេអានេះគឺបូកសញ្ញាដកបូកនឹងសញ្ញាដកចម្លើយរបស់វាត្រូវចេញដកហើយតម្លៃរបស់វាត្រូវបូកបញ្ចូលគ្នា6បូក5 10 11អញ្ចឹងចម្លើយស្មើដក10ដក11ខ13ដក4បូក7តើយើងត្រូវធ្វើពីណាទៅមុនបាទលេខបែបនេះគឺយើងត្រូវធ្វើក្នុងវងកញ្ចក់មុនតោះអញ្ចឹង13យើងសរសេរដដែលសិននេះសញ្ញាដកក្នុងនេះយើងកណនាមក4បូក7បាន11ដាក់វងកញ្ចក់សិនមកស្មើនេះ13អានេះយើងគុណសញ្ញាចូល11មានសញ្ញាអីវាមានសញ្ញាបូកអញ្ចឹងដកគុណឲ្យបូកបានដក11ក៏ប៉ុន្តែនេះយើងកណនាទៅយើងចង់លេខវងកញ្ចក់ឲ្យហើយក៏បានដែរ4បូក7 11អញ្ចឹងយើងបញ្ចេញមកបូកបាននេះដកគឺបានដកតែម្ដងក៏បានដែរអញ្ចឹងទៅនេះគ្រូចង់បញ្ជាក់ឲ្យយើងងាយយល់ស្មើ13ដក11ស្មើ2តោះឥឡូវយើងមើលលំហាត់ងើមួយទៀតយើងធ្វើម៉េចអញ្ចឹងអានេះវាមានអីគេវាមានដងគៀបវាមានវងក្រចកអញ្ចឹងលេខដែលមានវងក្រចកផងមានដងគៀបផងគឺគេត្រូវកណនាលេខដែលនៅក្នុងវងក្រចកមុនតើអញ្ចឹងយើងសរសេរសិនដក18សរសេរដដែលដក18លេខសញ្ញាបូកសរសេរដដែលរីឯដងគៀបក៏យើងសរសេរដដែលសិនអានេះនៅក្រៅវងកញ្ចក់ទេគុណសរសេរដដែលសិនដែរតោះឥឡូវយើងមើលគឺយើងអីគេគុណសញ្ញានេះចេញដើម្បីរំលាយអីគេរំលាយវងកញ្ចក់អញ្ចឹងដកគុណឲ្យដកបានអីបានបូកអញ្ចឹងនៅសល់4ដាក់ដងគៀបអញ្ចឹងយើងបញ្ចេញពីវងកញ្ចក់ហើយនៅសល់ដងគៀបអញ្ចឹងបន្ទាប់ពីវងកញ្ចក់គឺត្រូវធ្វើក្នុងដងគៀបអញ្ចឹងស្មើអានេះសិតដដែលដក18សញ្ញាបូកអញ្ចឹងគេអានេះមក15បូក4 15 19អញ្ចឹងអានេះគេដក18បូក19អញ្ចឹង
đọc bầm bốn thông chiên đọc bầm bảy chẳng xình nhá dơ tam đọc bầm bốn smile kì đọc bốn bầu chẳng dơ với chùm hiền đùm lòi đọc bầm bốn đọc bầm bảy nó xó mùi